ជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលថ្ងៃនេះក្នុងមកទៀតផងឲ្យក្នុងមករៀនបងសាជាថ្មីម្ដងទៀតអញ្ចឹងនៅថ្ងៃនេះយើងលើកយកនៅ lesson 2 grammar ដើម្បីមករៀនបងប្អូនទាក់ទងជាមួយនឹងការប្រើប្រាស់នៅ have ហើយនិង don't have អញ្ចឹងយើងអាចដឹងថាទាក់ទងជាមួយនឹង have គឺយើងអាចបកប្រែថាមានបាទ have គឺមានហើយ don't have គឺមិនមានបាទគ្មានណាអញ្ចឹងថ្ងៃនេះយើងនឹងយល់អំពីការប្រើប្រាស់ទាក់ទងជាមួយនឹង article ដូចគ្នាដែរ article ហើយនឹង earn បាទ article earn ដូចគ្នាដែរអញ្ចឹងដើម្បីបងប្អូនបានសិក្សាអំពីមេរៀនវេយ្យាករណ៍មួយនេះសង្ឃឹមថាបងប្អូនអាចនឹងប្រុងប្រៀបនៅក្នុងការស្ដាប់ជាមួយនឹងគ្រូទាំងអស់គ្នាណាតោះឥឡូវយើងកុំឲ្យខាតពេលវេលាយើងទៅដឹងអំពីនៅប្រយោគទី1ប្រយោគទី2និងប្រយោគទី3សិនដែលគ្រូបានយកមកឲ្យបងប្អូនសិក្សាជាមួយនឹងគ្រូណាអញ្ចឹងយើងទៅស្ដាប់អំពីការដែលគេអានឲ្យយើងស្ដាប់ម្ដងសិនណាតោះឥឡូវយើងស្ដាប់ជាមួយគ្នា 99. បាទ Listen and say. Okay, listen and say. I have 2 sandwiches. I don't have my lunchbox. I have an apple. អរគុណអញ្ចឹងក្រោយពីយើងបានស្ដាប់ម្ដងហើយលោកគ្រូនឹងអានឲ្យបងប្អូនបញ្ជាក់ម្ដងទៀតហើយបងប្អូនអានជាមួយសិស្សទាំងអស់គ្នាណាតោះឥឡូវប្រយោគទី1គេដាក់ថា I have 2 sandwich បាទ I have 2 sandwich បាទអញ្ចឹងនៅពេលដែលបងប្អូនបានអាននៅប្រយោគនេះបងប្អូនក៏សង្កត់ថាវាមានពាក្យ have ដែលជាពាក្យដែលមានអក្សរក្រហមណាបាទលោកគ្រូបានសរសេរឃើញក្រហមអញ្ចឹងយើងឃើញថាពាក្យ have អញ្ចឹងhave យើងអាចបកប្រែថាមានណាអញ្ចឹងនៅពេលដែលយើងប្រើជាមួយនឹង I you we they អញ្ចឹងយើងប្រើពាក្យថា have ចំពោះប្រយោគធម្មតាណាប្រយោគទម្រង់ស្រកបាទប្រយោគស្រក I have 2 sandwiches បាទអញ្ចឹងមានន័យថាខ្ញុំមានបាទខ្ញុំមានអីគេ sandwich ចំនួន2ដុំបាទខ្ញុំមាន sandwich ចំនួន2ដុំអញ្ចឹងយើងអាចមើលទៅកាន់រូបភាពបាទទី Tom ណាsorry Tim គាត់មាន sandwich ចំនួន2ដុំបាទចំនួន2ដុំឃើញនៅលើតុរបស់គាត់ណាបាទអញ្ចឹងយើងអាចសរសេរជាប្រយោគថា I have 2 sandwiches បាទអញ្ចឹងនៅខាងក្រោយរបស់យើងគឺមាន s បាទមាន s តោះអញ្ចឹងឥឡូវយើងចូលទៅដល់ប្រយោគទី2គឺតទៅជាមួយនឹងទម្រង់បដិសេធវិញម្ដងបាទប្រយោគបដិសេធអញ្ចឹងទម្រង់បដិសេធមិនដែរតោះឥឡូវយើងទៅអានជាមួយចូលដល់គ្នា I don't have my lunch box I don't have my lunch box អញ្ចឹងនៅតែប្រើពាក្យ I ដដែលណាបាទ I អញ្ចឹងយើងប្រើជាមួយទម្រង់បដិសេធគឺ don't have គឺមិនមានបាទខ្ញុំបាទខ្ញុំមិនមានយើងឃើញកន្លែងនេះ my នេះរបស់ខ្ញុំមួយទៀតណាយើងមាន I ខ្ញុំវាមាន my របស់ខ្ញុំមួយទៀតអញ្ចឹងយើងបកប្រែថាម៉េចខ្ញុំមិនមានប្រអប់អាហារថ្ងៃត្រង់របស់ខ្ញុំទេបាទខ្ញុំមិនមានប្រអប់អាហារថ្ងៃត្រង់របស់ខ្ញុំទេអញ្ចឹងយើងឃើញពុករ៉ូស៊ីដែលគាត់អត់មានប្រអប់អាហារថ្ងៃត្រង់របស់គាត់ទេគាត់បើកនៅកតារបស់គាត់ហើយស្រាប់តែគាត់ព្រិចបានយកមកនៅប្រអប់អាហារថ្ងៃត្រង់របស់គាត់ណាអញ្ចឹងយើងអាចប្រើពាក្យថា don't have គឺមិនមានឬគ្មានណាបាទតោះអញ្ចឹងយើងចូលទៅដល់ទី3របស់យើងគឺតកតងជាមួយនឹង article ដូចគ្នាអញ្ចឹងបងប្អូនបានសិក្សាពីមុនរួចមកហើយអំពី article និង earn ណាតោះឥឡូវយើងទៅមើលប្រយោគនេះទាំងអស់គ្នាដើម្បីបងប្អូនកាន់តែច្បាស់ I have an apple I have an apple អញ្ចឹងនៅពេលដែលលោកគ្រូបានគូសអក្សរហមនៅកន្លែងនេះ earn អញ្ចឹងបងប្អូនឲ្យដឹងថានឹងគឺមួយប៉ុន្តែគ្រាន់តែយើងប្រើជាមួយនឹងជួយជាអ្នកសំទោសស្រៈនៅខាងមុខពាក្យរបស់យើងគឺ apple a គឺអីគេជាស្រៈเนาะ a e i o u អញ្ចឹងបើសិនជាមាន a e i o u នៅពាក្យរបស់យើងគឺយើងបដូរវាទៅជា earn ទៅជា earn បាទអញ្ចឹងអានេះបងប្អូនបានសិក្សាម្ដងមួយមកហើយតែអីទេសំខាន់យើងបដោតទៅលើ have ហើយនឹង don't have មានឬក៏គ្មាននេះណាអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងដឹងតែតទៅជាមួយនឹងទម្រង់កាត់ណា don't have គឺស្មើនឹងពាក្យថា do not have បាទ
អរគុណអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងសិក្សាអំពី grammar តកតងជាមួយនឹង have ហើយនឹង don't have បានត្រឹមត្រូវហើយលោកគ្រូសង្ឃឹមថាយើងអាចនឹងចេះបង្កើតរបបផ្សេងៗដោយប្រើពាក្យ have ហើយនឹង don't have នៅផ្ទះផងដែរគឺសូមលោកគ្រូសូមអរគុណសូមព្រះប្រទានពរ